ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូផ្សំថ្នាំឱសថបុរាណប៉ុលសេរីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែករូបមន្តឱសថបុរាណខ្មែរទាក់ទងនឹងជំងឺថ្លើមទូទៅដែលមានបញ្ហាចេញរមាស់ពេញខ្លួននេះគឺជារូបមន្តឱសថបុរាណដែលត្រូវបានគេប្រើប្រាស់តៗគ្នាសម្រាប់អ្នកដែលមានបញ្ហាទាក់ទងនឹងថ្លើមរហូតដល់មានអាការៈចេញលឿងចេញរមាស់ពេញទាំងខ្លួនជាពិសេសចាស់ដែលមានអាយុ50-60ឆ្នាំឡើងទៅចេះតែរមាស់ដោយមិនដឹងមូលហេតុកើតឡើងដោយសារអ្វីតាមពិតអាការៈទាំងអស់នេះគឺកើតមកពីជំងឺថ្លើមបាទដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំបាទនឹងរៀបរាប់អំពីមុខថ្នាំដែលអាចយកមកផ្សំព្យាបាលនឹងជំងឺថ្លើមទូទៅដែលកើតរមាស់សើស្បែកទាំងអស់នេះទី1មើមថ្នាំចិនទី2ឆ្កែស្រែងទី3ទេពពីរូទី4ស្លឹកទឹកដោះទី5មុខឈ្នាងទី6សម្បកព្រះភ្នៅទី7ស្មៅប្រមាត់មនុស្សទី8ស្មៅជង្គង់រមាំងទី9ដើមខ្មាញ់ទី10ប្រក់ផ្លែទាំង10មុខនេះបងប្អូនយកមួយមុខចំនួន1ក្តាប់ដៃយកមកដាំទឹកបាទចំនួន3លីត្រទៅ4លីត្រដាំឲ្យពុះរយៈពេល30នាទីចាំបងប្អូនយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនចង់ហូបពេលណាក៏បានដែរថ្នាំដែលបងប្អូនបានដាំរួចហើយម្ដងបងប្អូនអាចយកមកដាំបាន3 4 5ដងទៀតលុះត្រាតែសាបអស់ជាតិបានយើងដូរថ្មីពេលដែលបងប្អូនបានទទួលទាន3ថ្ងៃឡើងទៅអាការៈធ្លាប់តែរមាស់រារោលពេញទាំងខ្លួនស្ទើរតែដេកពុំបាននឹងបានធូរស្បើយជាជាពុំខានហើយព្យាយាមហូបឲ្យបាន4សប្តាហ៍ធានាថាជំងឺថ្លើមទូទៅរបស់បងប្អូននឹងបានជាសះស្បើយជាជាពុំខានរូបមន្តនេះល្អខ្លាំងណាស់ជាពិសេសគឺខ្ញុំកម្រប្រាប់រហូតដល់10មុខអញ្ចឹងណាយ៉ាងច្រើនពី3មុខទើបតែថ្ងៃនេះខ្ញុំសូមចែករំលែកឲ្យអស់សេចក្តីតែម្ដងសម្រាប់បងប្អូនដែលមានជំងឺថ្លើមមានអាការៈរមាស់រារោលនៅលើស្បែកអ្នកខ្លះហៅថាអាឡែស៊ីស្បែកនោះការតមបងប្អូនតមរបស់ជូរប្រៃហិលរបស់ផ្អាប់របស់ត្រាំសាច់គោសាច់មាន់សាច់ទាទំពាំងជាដើមប៉ុន្តែមិនមែនហាមមិនឲ្យហូបដាច់ខាតនោះទេបងប្អូនចង់ហូបយើងហូបកម្រិតមធ្យមបានហើយមានន័យថាកុំជូរពេកប្រៃពេកហិលពេកសាច់គោសាច់មាន់សាច់ទាទំពាំងកុំហូបច្រើនពេកចាំហូបបានមួយសប្តាហ៍ឡើងទៅបងប្អូនចង់ហូបយ៉ាងម៉េចក៏បានដែររូបមន្តមួយនេះបើសិនជាបងប្អូនដែលមានជំងឺក្រពះពោះវៀនក៏អាចព្យាបាលបានផងដែរហើយនឹងអាការៈនោមញឹកក៏អាចព្យាបាលបានផងដែរសូមបងប្អូនធ្វើតាមចុះមិនខុសបំណងទេរូបមន្តល្អបែបនេះកម្រមានណាស់សូមអរគុណ